គេថាទឹកឡើងត្រីស៊ីសម៉ោចដល់ពេលទឹកហោចសម៉ោចស៊ីត្រីឥឡូវចាប់ផ្ដើមធ្លាក់ខ្យល់ពីជើងទៅស៊ីតិចចាប់ផ្ដើមទឹកវាខាស់វាស្ងួតត្រីក៏ចាប់ផ្ដើមងាប់សម៉ោចចាប់ផ្ដើមស៊ីត្រីដល់ខែវស្សាមានភ្លៀងទឹកវាឡើងមកអណ្ដែតសម៉ោចត្រីវាស៊ីសម៉ោចម្ដងម្យ៉ាងម្នាក់បាទជំរាបសួរផ្លែនេះអត់ដល់ខែដល់កាលច្រូតស្រូវគឺមានទុំហើយបងប្អូនទុំវាខ្មៅរសជាតិវាជូរអែមផ្លែនេះនៅខាងភូមិខ្ញុំតំបន់ខ្ញុំខាងនេះគឺហៅផ្លែសខើឬផ្លែខើឈ្មោះផ្លែនេះគឺតាមភូមិតាមតំបន់រស់នៅរៀងខ្លួនទេណាព្រោះតាមតំបន់ដែលខ្ញុំបាទរស់នៅខាងនេះគឺតាំងពីតូចរហូតដល់វ័យប៉ុណ្ណេះគឺចាស់ក៏ដូចជាបងប្អូនអ្នកភូមិគាត់ហៅផ្លែសខើឬផ្លែខើតាំងពីដើមមកហើយបើសម្រាប់បងប្អូនដែលរស់នៅតំបន់ផ្សេងឃើញថាផ្លែឈើវាដូចគ្នាប៉ុន្តែការហៅឈ្មោះវាខុសគ្នាអីជួយខមមិននៅក្នុងវីដេអូនេះផងថ្ងៃនេះបានកម្លាំងសមាជិកអ្នកចូលរួមជួយច្រូតចំនួន10នាក់ទឹកម្ចាស់ខ្លួនឯងអ្នកទាំងអស់គ្នាអាចមើលសភាពស្រូវបានគឺរៀងបាក់ត្រុតត្រោមហើយរៀងពិបាកច្រូតបន្តិចដោយសារតែស្រូវវាទុំយើងច្រូតវាអត់ទាន់ទើបស្រូវវាបាក់ពេលច្រូតដាច់មួយមុខហើយចាប់ផ្ដើមចុះមួយមុខថ្មីទៀតហើយខ្ញុំហ្នឹងមកដាក់ទឹកត្នោតមួយកែវសិនទឹកត្នោតផ្អែមទេណាបងប្អូនពេលបងគាត់ឡើងត្នោតគាត់ច្រកដាក់ដបគាត់យកមកខ្លះសេក្នុងធុងពេលយើងធ្វើការឬក៏ច្រូតស្រូវរាំងហត់អីទៅយើងឡើងមកដាក់មួយកែវអីទៅជាផ្អែមឆ្ងាញ់ណាស់ពេលច្រូតឆ្ងោកភ្លេចមើលប៉ះស្មុកសារ៉ាំងយើងក៏ច្រូតលុះទុកផ្លែសារ៉ាំងតិចចាំតែយើងច្រូតផុតចាំឆ្កឹះវាចេញហើយវីដេអូនេះមានតែប៉ុណ្្នេះទេអរគុណដែលបានតាមដានទស្សនាហើយជួបគ្នានៅវីដេអូក្រោយទៀតអរគុណ